រឿងភូមិដាច់ស្រយាលបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកជួបនឹងខ្ញុំបានអេដមីនបន្តទៀតឲ្យបងប្អូនថ្ងៃនេះអេដមីននឹងមកសម្រាយរឿងចែកជូនពុកម៉ែបងប្អូនសម្រាប់តែមុននឹងសម្រាយរឿងចែកជូនពុកម៉ែបងប្អូនសម្រាប់សូមពុកម៉ែបងប្អូនជួយគាំទ្រនិងជួយចុច Subscribe ឲ្យអេដមីនម្នាក់មួយផងបាទតែឥឡូវចូលបន្តសាច់រឿងរបស់យើងតែម្ដងទៅបាទនៅក្នុងជ្រលងភ្នំដាច់ស្រយាលមួយមានភូមិដ៏អត់កំបាំងមួយដែលមានវត្តមានតាំងពីយូរលង់ណាស់មកហើយអ្វីដែលចម្លែកនោះគឺថាក្នុងភូមិមួយនោះហាក់ដូចជាត្រូវបណ្ដាសាអ្វីអញ្ចឹងដោយសារតែមិនថាពេលយប់ឬពេលថ្ងៃក៏ដោយក៏ភូមិមួយនោះមានបរិយាកាសងងឹតដោយមិនដែលបានស្គាល់ពន្លឺថ្ងៃចាំងចូលឡើយភូមិចម្លែកមួយនោះមានឈ្មោះថាភូមិជ្រលងហើយចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិក៏មិនបានដឹងដែរថាភូមិមួយនេះមានវត្តមានតាំងពីពេលណាមកហើយមូលហេតុអ្វីបានជាភូមិមួយនេះមិនមានពន្លឺព្រះអាទិត្យជះចូលដល់ណាវីព្យាយាមបើកភ្នែកឡើងដោយនាងនៅតែមានអារម្មណ៍ថាអស់កម្លាំងខ្លាំងហើយដៃជើងរបស់នាងនៅតែមានសភាពស្ពឹកបន្តិចបន្តួចនៅឡើយមួយសន្ទុះក្រោយមកណាវីក៏អាចក្រោកអង្គុយបានដោយខ្លួនឯងហើយនាងបានយកដៃមកញីថ្ងាសនឹងភ្នែករបស់នាងតិចបន្ទាប់មកណាវីក៏បានមើលជុំវិញខ្លួនហើយក៏បានដឹងថានាងកំពុងតែស្ថិតនៅក្នុងសភាពងងឹតដែលមានពន្លឺព្រឹមដោយនាងមិនអាចមើលអ្វីឃើញច្បាស់ទេនាងក្រឡេកទៅរកពន្លឺនោះក៏ដឹងថាជាពន្លឺចង្កៀងប្រេងកាតនៅលើតុក្នុងបន្ទប់នោះណាវីក៏បានស្ទុះក្រោកឡើងហើយនាងបានលុកហោប៉ាអារបស់នាងដើម្បីរកមើលទូរស័ព្ទប៉ុន្តែនាងរកមិនឃើញឡើយឬជ្រុះបាត់តាមផ្លូវក៏ថាបានបន្ទាប់មកណាវីក៏បាននឹកឃើញថានាងមានពាក់នាឡិកាដៃតូចមួយហើយនាងបានលើកដៃរបស់នាងឡើងដោយនាងមានសភាពធូរក្នុងចិត្តគឺដោយសារតែដៃរបស់នាងនៅមាននាឡិកាជាប់នៅឡើយណាវីក៏បានមើលមកក្នុងនាឡិកានោះហើយក៏បានដឹងថាពេលនេះម៉ោង 9:20 នាទីព្រឹកហើយណាវីហាក់ងឿងឆ្ងល់បន្តិចហើយក៏ព្យាយាមនឹកគិតដល់រឿងដែលបានកើតឡើងកាលពីយប់មិញនារីបានចេញទៅហូបអីនៅខាងក្រៅបន្តិចបន្តួចជាមួយនឹងមិត្តរបស់ខ្លួនហើយនៅពេលដែលនាងហូបហើយនៅវេលាម៉ោង 10:30 នាទីយប់នាងក៏បានដើរមកផ្ទះរបស់នាងវិញដោយក្នុងសភាពរាងស្រវឹងបន្តិចនៅពេលដែលនារីដើរមកដល់ផ្លូវមួយដែលមានសភាពស្ងាត់ជ្រងំនាងស្ដាប់តែមានអារម្មណ៍ថាមានអ្នកណាម្នាក់បានយកកន្សែងមកខ្ទប់ច្រមុះរបស់នាងហើយបន្ទាប់ពីនោះនាងស្ដាប់តែទន់ដៃទន់ជើងបាត់បង់ស្មារតីរហូតមកដល់ពេលដែលនាងបានដឹងខ្លួនវិញបន្ទាប់ពីរំលឹកនឹកឃើញរឿងអស់ហើយណាវីចាប់ផ្ដើមតក់ស្លុតយ៉ាងខ្លាំងដោយសារតែនាងបានដឹងខ្លួនថាមានគេមកខ្ទប់ច្រមុះរបស់នាងហើយមិនដឹងថាអ្នកដែលចាប់នាងមកមានគោលបំណងបែបណាឡើយខណៈដែលណាវីកំពុងតែភ័យនាងស្រាប់តែឮសំឡេងជជែកគ្នានៅខាងក្រៅហើយសំឡេងទាំងអស់នោះសុទ្ធតែប្រុសដែលមើលទៅដូចជាកំពុងនិយាយពិភាក្សាអំពីនាងបេះដូងរបស់ណាវីចាប់ផ្ដើមលោតញាប់ហើយនាងក៏បានក្រឡេកមើលជុំវិញខ្លួនដើម្បីរកវត្ថុអ្វីមួយយកមកទុកការពារខ្លួនឯងតែនាងស្រាប់តែអស់សង្ឃឹមទៅវិញគឺដោយសារតែនៅក្នុងបន្ទប់នោះក្រៅពីតុក្រែដែលនាងដេកនិងចង្កៀងប្រេងកាតគឺមិនមានវត្ថុអ្វីផ្សេងទៀតដែលអាចឲ្យនាងយកមកប្រើប្រាស់បានឡើយមួយរំពេចនោះទ្វារក្នុងបន្ទប់នោះក៏ត្រូវបើកហើយណាវីក៏បានឃើញមានមនុស្សមួយចំនួនដែលមានគ្នាប្រហែល10នាក់បានដើរចូលមកដោយសារតែសេចក្តីភ័យខ្លាចនាងក៏បានរត់ទៅពួននៅចុងក្រែនាងដឹងខ្លួនហើយតាចំពេលល្អល្មមមែនហើយចាំយូរហើយកុំតន់ចាំបន្តិចសិនណាវីក៏បានស្រែកសួរទៅពួកនោះថាអ្នកទាំងអស់គ្នាជានរណាម្ដេចបានជាចាប់ខ្ញុំមកទីនេះចង់បានលុយមែនឬទេមានដឹងទេថានេះជាអំពើខុសច្បាប់ពួកគេក៏នៅស្ងាត់បន្តិចហើយ
ក៏មានម្នាក់ដែលមានសម្លេងចាស់ជាងគេបាននិយាយថាយើងចាប់នាងមកទីនេះដើម្បីឲ្យមកបន្តពូជរបស់អ្នកភូមិយើងហើយយើងសង្ឃឹមថានាងអាចជួយពួកយើងបាននិយាយរួចពួកគេក៏បានអុជចង្កៀននៅក្នុងបន្ទប់ទាំងអស់ដើម្បីឲ្យនាវីបានមើលឃើញច្បាស់នាវីដែលកំពុងតែគិតពិចារណានៅសម្ដីដែលគេបាននិយាយនោះស្រាប់តែស្រឡាំងកាំងមួយរំពេចគឺដោយសារតែនាងបានប្រទះឃើញមនុស្សមួយក្រុមដែលសុទ្ធតែមានវិរូបភាពហាក់ដូចជាកើតមកមានរូបរាងអាក្រក់ពីកំណើតដោយនាងមើលឃើញថាអ្នកខ្លះវិចដៃវិចជើងអ្នកខ្លះស្វាត់ដៃម្ខាងខ្លះល្អិតឯខ្លះទៀតដើរអន់ជាដើមចំណោមអ្នកទាំងនោះមានតាចាស់ម្នាក់ដែលទំនងដូចជាចាស់ទុំក្នុងភូមិនោះបាននិយាយបន្តថាដូចនាងបានឃើញស្រាប់ហើយថាអ្នកភូមិរបស់យើងកើតមកសុទ្ធតែមានវិរូបភាពពីកំណើតហើយនេះបានបន្តមកអស់ជាច្រើនជំនាន់ហើយពួកយើងចង់បំបត្តិវិរូបភាពនេះចោលហើយពួកយើងដែលជាចាស់ទុំក្នុងភូមិក៏បានសម្រេចចិត្តថានឹងដើររកនារីដែលនៅក្រៅតំបន់នេះយកមកបន្តកំណើតជាថ្មីឲ្យពួកយើងដោយយើងសង្ឃឹមថាកូនដែលកើតមកនឹងមិនមានវិរូបភាពទៀតឡើយណាវីក៏ចាប់ផ្ដើមយល់គោលបំណងរបស់ពួកគេហើយនាងក៏តក់ស្លុតយ៉ាងខ្លាំងដែររួចនាងក៏ស្រែកយ៉ាងយំថាពួកឯងឈួតទេអីហើយមិនបានជាមកចាប់យើងមិនព្រមទេមិនព្រមជាដាច់ខាតតាចាស់ម្នាក់នោះហាក់ដូចជាបានដឹងចម្លើយនេះទុកជាមុនរួចមកហើយដោយគាត់មិនមានភាពខឹងអ្វីឡើយហើយគាត់ក៏បាននិយាយថានាងព្រមមិនព្រមក៏មិនអីដែរយើងមិនខ្វល់ទេពួកឯងចាត់ការទៅហើយដាក់វិនគ្នាផងបើកូនកើតមកមានរូបកាយល្អយើងនឹងទៅយកនារីមួយចំនួនមកបន្ថែមទៀតនិយាយរួចអ្នកភូមិដទៃទៀតដែលមកជាមួយក៏បាននាំគ្នាដើរចូលមករកនាវីបន្តិចម្ដងហើយពួកគេក៏បានបណ្ដាក់វេនគ្នាដោយពួកគេមិនខ្វល់ពីសំឡេងអង្វររបស់យុវតីរូបស្រស់នេះឡើយ1 ម៉ោងក្រោយមកទ្វារក៏បានបើកហើយពួកគេក៏បានដើរចេញដោយសភាពសប្បាយរីករាយតាចាស់ម្នាក់នោះក៏បានបែរក្រោយមើលទៅក្នុងបន្ទប់ឃើញនាវីកំពុងតែដេកយំតែម្នាក់ឯងតាចាស់នោះក៏បាននិយាយទៅកាន់អ្នកណាម្នាក់ថាអាតូឈរយាមនាងឲ្យបានល្អផងកុំឲ្យនាងទៅណាឲ្យសោះហើយពួកឯងមើលរករបស់របរអាហារអីឲ្យនាងផងនិយាយរួចពួកគេក៏ដើរចេញទៅពួកគេបានធ្វើបែបនេះស្ទើរតែជារៀងរាល់ថ្ងៃអស់រយៈពេល1 ខែហើយនាវីក៏បានធ្លាប់រត់ជាច្រើនដងដែរតែដោយសារក្នុងភូមិនោះសុទ្ធតែគ្នាពួកគេទាំងអស់ក្រោយមកនាវីក៏មានទម្ងន់ពួកគេសប្បាយចិត្តខ្លាំងណាស់ដោយគិតថាវាសនាភូមិពួកគេអាចនឹងកែប្រែបានហើយនាថ្ងៃមួយនាវីក៏បានប្រទះឃើញអណ្ដូងមួយដែលស្ថិតនៅខាងជើងភូមិនាវីក៏បានធ្វើដូចធម្មតាហើយដើរតម្រង់ទៅអណ្ដូងនោះឯអ្នកដែលដើរតាមពីក្រោយនាងក៏គិតថានាងប្រហែលជាស្រេកទឹកក៏គេមិនបានហាមឃាត់នាងដែរនៅពេលដែលនាវីដើរមកដល់មាត់អណ្ដូងនាងសពតែញញឹមក្នុងលក្ខណៈខឹងនិងគុំគួនទៅមនុស្សទាំងនោះហើយនាងក៏បែរក្រោយមើលទៅមនុស្ស2នាក់ដែលធ្លាប់ធ្វើបាបនាងដោយព្រមទាំងនិយាយទាំងស្រែកថាពួកឯងចាំទុកយើងសូមដាក់បណ្ដាសាពួកឯងទាំងអស់ឲ្យវិនាសហើយពួកឯងដែលនៅក្នុងភូមិនេះដាច់ខាតគ្មានថ្ងៃអាចចាកចេញពីទីនេះបានឡើយនាវីក៏សើចដូចមនុស្សបាត់បង់សតិហើយនាងក៏លោតចូលទៅក្នុងអណ្ដូងនោះឯអ្នកភូមិ2នាក់ដែលយាមនាងនោះហាក់ស្រឡាងកាំងបន្តិចរួយក៏ភ័យឆោឡោស្ដេចហៅអ្នកភូមិដទៃទៀតអោបមកជួយមើលតែអ្វីហួសពេលអស់ហើយដោយសារតែនាវីមើលទៅទំនងដូចជាទៅឆ្ងាយហើយមិនអាចត្រឡប់ក្រោយបានទេចាប់តាំងពីថ្ងៃនោះមករឿងរ៉ាវចម្លែកក៏បានកើតឡើងដោយទឹកដែលគេយកចេញពីអណ្ដូងខាងលិចមើលទៅមានសភាពធម្មតាទេប៉ុន្តែនៅពេលគេយកវាទៅដាំបាយគេឃើញមានសរសៃសក់វែងរបស់មនុស្សស្រីនៅក្នុងបាយ
មួយសប្តាហ៍ក្រោយមកអ្នកដែលរស់នៅក្បែរអណ្ដូងខាងជើងបានឮសំឡេងទឹកស្រកចូលក្នុងអណ្ដូងនាពេលកណ្ដាលយប់ដូចជាមានអ្វីមួយកំពុងតោងឡើងចេញពីក្រោមទឹកអណ្ដូងតាមជញ្ជាំងអណ្ដូងមកខាងក្រៅរឿងនេះបានធ្វើឲ្យមានសភាពស្លន់ស្លោពេញទាំងក្នុងភូមិដោយអ្នកខ្លះបានគិតថាជាការសងសឹករបស់ខ្មោចស្រីក្នុងអណ្ដូងនោះចាស់ទុំនៅក្នុងភូមិដោយឃើញថារឿងនេះកាន់តែចម្លែកហើយគាត់ក៏បានប្រាប់ទៅអ្នកភូមិឲ្យស្ងាត់មាត់ហើយគាត់ថានឹងរកអ្នកណាម្នាក់ពីភូមិដទៃមកមើលអណ្ដូងនេះនៅពេលក្រោយដំបូងឡើយអ្នកភូមិបានគិតថានៅពេលដែលនាវីសងសឹករួចហើយរឿងរ៉ាវនឹងចប់ទៅតាមនឹងដែរតែផ្ទុយស្រឡះដោយសារតែអ្នកដែលបានផឹកទឹកអណ្ដូងនោះត្រូវគេរកឃើញថាត្រូវបានដេកផុតទាំងអស់ដោយមិនមានមូលហេតុហើយអ្នកដទៃទៀតមិនថាប្រុសឬស្រីឲ្យតែព្យាយាមចាក់ចេញពីភូមិនោះដឹងតែត្រូវខ្មោចនាវីតាមលងហើយដល់គ្រប់ទីកន្លែងឲ្យតែមានទឹកព្រោះនាងជាខ្មោចទឹកហើយនាងក៏បានចងគំនុំនឹងអ្នកទាំងនោះយ៉ាងខ្លាំងចាស់ទុំដែលបានបញ្ជាឲ្យគេទៅចាប់នាវីបានបាត់បង់កូនប្រុសរបស់គាត់អស់ពីរនាក់ដែរហើយគាត់នៅសល់កូនប្រុសពៅម្នាក់ទៀតដែលមានអាយុ15ឆ្នាំចាស់ទុំរូបនោះភ័យខ្លាចយ៉ាងខ្លាំងចំពោះការសងសឹករបស់នាវីហើយនៅយប់មួយគាត់បានដើរសម្ដៅទៅអណ្ដូងទឹកនោះពេលមកដល់ចាស់ទុំនោះបានលុតជង្គង់មុខអណ្ដូងនោះដោយពោលពាក្យអង្វរថាឲ្យខ្ញុំសុំទោសលើកលែងទោសឲ្យពួកយើងទៅបើនាងនៅមិនទាន់អស់ចិត្តនាងមកយកយើងទៅចោះតែសូមដោះលែងអ្នកភូមិទៅជាពិសេសក្មេងៗគ្នាមិនដឹងអីទេនិយាយរួចចាស់ទុំនោះស្រាប់តែឮសំឡេងសើចចេញពីក្នុងអណ្ដូងហើយគាត់ក៏ចាប់ផ្ដើមព្រឺឆ្អឹងខ្នងយើងនិយាយរួចហើយថាពួកឯងនឹងវិនាសចាស់ទុំនោះបានឃើញម្រាមដៃស្លេកស្លាំងទាំង10របស់មនុស្សស្រីបានចាប់តោងមាត់អណ្ដូងដែលមើលទៅហាក់ដូចជាកំពុងព្យាយាមឡើងមកលើអញ្ចឹងបានបន្តិចស្រាប់តែលេចមុខខ្មោចស្រីនាវីដ៏គួរឲ្យខ្លាចចេញមកហើយសក់របស់នាងវែងអន្លាយដោយស្រក់ទឹកចុះមកតក់ដែលមើលទៅគួរឲ្យខ្លាចយ៉ាងខ្លាំងតាចាស់បើយើងយកឯងតែម្នាក់មិនសមល្មមទេយើងនឹងនៅទីនេះតាមជាបាតអ្នកភូមិនេះជារៀងរហូតយើងនឹងឲ្យពួកឯងស្គាល់ពាក្យថាឈឺចាប់យើងមិនឲ្យពួកឯងបានសុខឡើយអាវីបានសើចយ៉ាងក្រលួចហើយសំឡេងរបស់នាងបានឮដល់អ្នកគ្រប់គ្នាដែលនៅក្នុងភូមិដែលបណ្ដាលឲ្យពួកគេនាំគ្នារត់ពួននៅក្នុងផ្ទះរៀងខ្លួនចាស់ទុំក៏បានព្យាយាមក្រោកឡើងប្រុងនឹងរត់តែគាត់ស្រាប់តែមានអារម្មណ៍ថាមានរបស់អ្វីមួយចងជើងគាត់ជាប់នៅនឹងកន្លែងគាត់បានអោនមុខចុះហើយបានឃើញថាជើងរបស់គាត់ទាំងពីរត្រូវព័ទ្ធរុំដោយសរសៃសក់មួយជុំចាស់ទុំរូបនោះចាប់ផ្ដើមភ័យហើយក៏ស្រែកអង្វរខ្មោចនាវីឲ្យដោះលែងគាត់កុំអីខ្ញុំខ្លាចហើយកុំធ្វើបាបខ្ញុំអ្នកភូមិបានត្រឹមតែឮសំឡេងស្រែកអង្វររបស់ចាស់ទុំតែមិនមានអ្នកណាម្នាក់ដែលក្លាហានចេញទៅជួយគាត់ឡើយពីមួយយប់ទៅមួយយប់អ្នកភូមិតែងតែឮសំឡេងស្រែកយំល្វើយចេញពីក្នុងអណ្ដូងនោះហើយមន្ទាដែលគេចិញ្ចឹមក៏បានបាត់បង់ជារៀងរាល់យប់មួយខែក្រោយមកមនុស្សប្រុសដែលនៅក្នុងភូមិជ្រលងនោះមិនថាកូនក្មេងឬមនុស្សចាស់នៅឡើយតែមនុស្សស្រីវ័យចំណាស់ប៉ុន្មានអ្នកប៉ុណ្ណោះដោយសារតែមិនមានវត្តមានរបស់មនុស្សក្នុងភូមិមួយនោះក៏ចាប់ផ្ដើមស្ងាត់បន្តិចម្ដងរហូតដល់ស្ថិតក្នុងសភាពងងឹតថាពេលព្រឹកឬពេលយប់តែជារឿយចំពោះអ្នកដែលបានធ្វើដំណើរកាត់តាមតំបន់ក្បែរនោះនៅពេលយប់តែងតែបានឮសំឡេងសើចពេលខ្លះឮសំឡេងយំល្វើយរៀងរាល់យប់ចេញពីតំបន់ជ្រលងភ្នំនោះនាថ្ងៃមួយមានមនុស្សប្រុសមួយក្រុមបាននាំគ្នាមកលេងជ្រលងភ្នំនោះក្នុងគោលបំណងបោះតង់កំសាន្តលេងពេលដើរមកដល់ជ្រលងភ្នំពួកគេស្រាប់តែឃើញដុំថ្មមួយដុំធំដែលមានសរសេរអក្សរពណ៌ក្រហមពីលើពួកគេបានដើរចូលទៅជិតដើម្បីអានវាក្រែងលោថាមានមនុស្ស
ព្រោះនៅទីនេះអក្សរលើថ្មនោះបានសរសេរថាភូមិក្តារមឈូសពួកគេទាំងអស់គ្នាមើលមុខគ្នាហើយក៏គិតថាជាការលេងសើចរបស់អ្នកណាម្នាក់ដែលធ្លាប់មកពីមុនមិនគិតច្រើនពួកគេក៏បានដើរចូលទៅក្នុងជ្រៅហើយនៅពេលដែលម្នាក់នៅក្រោយគេបានដើរផុតថ្មនោះគេស្រាប់តែមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងឈរមើលខ្លួនតែនៅពេលដែលគាត់ងាកទៅមើលបែរជាមិនឃើញមានអ្វីឡើយតែគាត់បានឃើញទឹកមួយថ្លុកនៅក្បែរថ្មនោះចាប់តាំងពីពេលនោះមកមិនមាននរណាម្នាក់បានដឹងអំពីស្ថានភាពរបស់អ្នកទាំងនោះឡើយដោយពួកគេស្រាប់តែបាត់ខ្លួនដោយមិនមានមូលហេតុបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទរឿងនឹងអេដមីនសូមសម្រាយបញ្ចប់ត្រឹមតែប៉ុណ្្នឹងទេបាទបើមានពាក្យសម្ដីលើសលួសខ្វះខាតត្រង់ចំណុចណាសូមពុកម៉ែបងប្អូនខន្តីអភ័យទោសនិងជួយចុច Subscribe ឲ្យ admin ម្នាក់មួយផងបាទដើម្បីបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ